ឯជាអាវុធដ៏មានតម្លៃបំផុតអូខេអាចចង់លាឈប់ខ្ញុំចង់រស់នៅបែបជីវិតសាមញ្ញខ្ញុំធ្វើហ្នឹងជិតដល់ពេលកំណត់លាឈប់ហើយអាយរកបានក្រំ500ក្នុងមួយខែតើសមជាបង្គោលគ្រួសារដែរតើនឹងមិត្តភក្តិកូនសុទ្ធតែបានអានពួកគេថាយ៉ាងឯងប្រងទៀបប្រពន្ធដល់ពេលណាទៀតឯងគឺជាឆ្លើងមែនទេខ្ញុំមកទេតែបាក់ខ្ញុំមកខ្នងនិងរថយន្តមួយគ្រឿងខ្ញុំវិញប្រកែដូចអាចចឹងមិននិយាយពីជីវិតប៉ាវិញទៅពីជីវិតប៉ាបើប៉ានិយាយថាដូចនឹងកន្លប់ចាក់ហើយឯងដឹងស្អីទៅថាយើងជំនុំភ័យខ្លាចយើងទៅបង្ហាញថាយើងជាអ្នកណាចុះខ្ញុំមកធ្វើស្អីទៀតអញ្ចឹងខ្ញុំនៅតែអាចធ្វើបានហើយបានល្បីហើយមកក៏ចង់លុបពេលវិញអាយឈួតទេគឺខ្ញុំសង្វឹងទៅចាប់ទៅអាយ៉ាខ្ញុំជួយនៅវត្ត15ឆ្នាំហើយសិភើធ្លុកនោះគឺនិយាយពីបងជាភ្នាក់ងារសម្ងាត់ពិសេសហើយភ្នាក់ងារបង្កាត់យកស្អី